បាទជម្រាបសួរដល់ពុកម៉ែបងប្អូនអរគ្នាបាទនៅថ្ងៃនេះខ្ញុំចែករំលែកអំពីរបៀបការតាក់តែងផ្កានិងក្តឹបទុរេនបាទជាការដែលយើងតាក់តែងបានល្អឬក៏យើងមិនតាក់តែងវាមានផលវិជ្ជមានឬអវិជ្ជមានដូចម្តេចខ្លះចំពោះអ្នកដាំដុះឬក៏អ្នកចម្ការទុរេនក្នុងវីដេអូនេះគឺមានសារៈសំខាន់ណាស់ដែលពុកម៉ែបងប្អូនត្រូវតែយល់ដឹងពីព្រោះដំណាំទុរេនជាដំណាំមួយដែលមានសក្តានុពលមានតម្លៃថ្លៃហើយក៏ការថែទាំក៏អាចនឹងប្រើប្រាស់ធនធានច្រើនផងដែរខណៈដែលយើងនឹងរៀបចំក្នុងការបានជាផលនោះគឺត្រូវឆ្លងកាត់លំដាប់លំដោយច្រើនប៉ុន្តែនៅថ្ងៃនេះគឺខ្ញុំឲ្យស្វែងយល់ពីការឆ្លងកាត់ការតាក់តែងផ្កានិងក្តឹបអញ្ចឹងនៅក្នុងបទដ្ឋានកសិកម្មនៅក្នុងលេខទំព័រនៃបទដ្ឋានទុរេននោះគឺ 4.9.1 គឺការតាក់តែងផ្កាការតាក់តែងផ្កាមានសារៈសំខាន់និងសារៈប្រយោជន៍ណាស់ទោះបីជាអ្នកដាំមិនសូវនិយមក៏ដោយនៅពេលដែលទុរេនចេញផ្កាគួរកាត់ផ្ការំយូលចោលខ្លះកាត់ផ្កាដែលមានច្រើននៅលើមែកតូចៗនិងមិនមានសុខភាពល្អហើយការទុកផ្កាច្រើនពេកអាចធ្វើឲ្យក្តឹបមានភាពទន់ខ្សោយមិនរឹងមាំនិងមិនកាន់ផ្លែបានល្អនោះទេអានេះគឺក្នុងការដែលយើងមិនបានរៀបចំតែងលម្អផ្កាព្រោះអីផ្កាវានឹងបើកយកជីវជាតិច្រើនទាំងដែលយើងមិនមានតម្រូវការអញ្ចឹងវាធ្វើឲ្យខាតថ្លៃជីវជាតិដែលយើងទំនុកបំរុងបាទអញ្ចឹងពុកម៉ែបងប្អូនដែលផ្កាដែលនឹងចេញមកហើយគឺយើងត្រូវតែត្រៀមតាមរយៈការស្វែងយល់ព័ត៌មានដែលត្រូវនឹងក្នុងការតាក់តែងប្រហែលជា5សប្តាហ៍ក្រោយពេលចេញផ្ការីកស្រស់នោះប្រសិនបើមានដងស៊ីទេមានន័យថាផ្កាច្រើនជាង6តោងក្នុងប្រវែង1ម៉ែត្រនៃមែកទុរេនបាទធម្មតាផ្កាវាមានមួយតោងមួយចង្កោមរបស់វាហ្នឹងហើយបើសិនតែមាន6ក្នុង1ម៉ែត្រហ្នឹងគឺវាយើងត្រូវតែមានការជ្រុំជ្រែងនិងការថែទាំបាទអញ្ចឹងបើសិនបើដងស៊ីទេផ្ការីកច្រើនជាង6តោងក្នុងប្រវែង1ម៉ែត្រនៃមែកទុរេននោះគឺឬផ្ការបស់វាមានភាពខុសគ្នាច្រើននៅលើមែកតែមួយចាំបាច់ត្រូវការកាត់រំលោះផ្កាទុរេនចេញខ្លះចំនួនដងស៊ីទេផ្កាដែលសមស្របគឺ3ទៅ6ផ្កាក្នុងប្រវែង1ម៉ែត្រនៃមែកមានប្រវែង1ម៉ែត្រហ្នឹងគឺយើងទុក3ទៅ6ផ្កានិងទុកចន្លោះពីផ្កាមួយទៅផ្កាមួយប្រវែងតែ30សង់ទីម៉ែត្រគឺ3តឹកអីជាដើមគឺសមស្របបាទនេះគឺជាការតាក់តែងផ្កាដែលសមស្របសម្រាប់ពុកម៉ែបងប្អូនដែលដាំដុះនៅដំណាំទុរេនបាទអញ្ចឹងយើងនិយាយអំពីការតាក់តែងផ្លែតើយើងនឹងតាក់តែងដូចម្ដេចចំពោះការតាក់តែងផ្លែនោះទី1ការតាក់តែងផ្លែគឺជាការគ្រប់គ្រងផ្លែឲ្យសមស្របទៅនឹងទំហំនិងសុខភាពដើមដែលអាចចិញ្ចឹមបានផ្លែបានល្អព្រោះអីមានប្រជាកសិករខ្លះគាត់មិនបានយល់ដឹងច្បាស់ឃើញទុរេនផ្កាច្រើនក្តឹបច្រើនគាត់សប្បាយចិត្តក្នុងការទុកដោយឃើញក្តឹបទាំងអស់នោះវាសុខភាពល្អប៉ុន្តែមិនប្រមាណចំពោះដើមវាធ្វើឲ្យរដូវក្រោយមានបញ្ហាចំពោះដើមអញ្ចឹងនេះគឺជាចំណោទមួយដែលពុកម៉ែបងប្អូនត្រូវតែមានការប្រុងប្រយ័ត្ននិងស្វែងយល់ក្នុងការគណនាបាទធ្វើយ៉ាងម៉េចយើងយកផលឲ្យវាសមាមាត្រនឹងទំហំដើមដែលមានសុខភាពល្អផងដែរអញ្ចឹង
ការជំរុះឬកាត់រំលោះក្តឹបទុរេនគឺជាបច្ចេកទេសសំខាន់មួយដែលជួយជំរុញការលូតលាស់ផ្លែរបស់វាធ្វើឲ្យផ្លែមានរូបរាងនិងគុណភាពល្អចឹងការជំរុះក្តឹបផ្លែគួរធ្វើវានៅពេលវាចេញពន្លកក្តឹបបាន4ទៅ5សប្តាហ៍ផ្លែតូចទម្រង់មិនល្អផ្លែមានទីតាំងមិនល្អដូចជានៅលើមែកតូចឬមានអាយុកាលខុសគ្នាច្រើនក៏ត្រូវយកចេញដែរនេះគឺតកតងនឹងការតែងផ្លែតែងក្តឹបការជំរុះលើកទី1ត្រូវឲ្យនៅសល់ផ្លែចំនួនតែ2ទៅ3គឺច្រើនជាងចំនួនផ្លែដែលត្រូវទុកមានន័យថាក្នុងមួយចង្កោមនោះវាមានច្រើន6 7ផ្លែជាដើមអញ្ចឹងទៅក្តឹបអញ្ចឹងទៅអញ្ចឹងយើងជំរុះ2ទៅ3ទៅបាទអញ្ចឹងយើងត្រូវទុកវាបន្តទៀតជំរុះលើកទី2គឺត្រូវធ្វើនៅរយៈពេល1សប្តាហ៍បន្ទាប់ពីយើងជំរុះលើកទី1សិនបាទមានថាជំរុះបាន1សប្តាហ៍ក្រោយមកយើងនឹងជំរុះលើកទី2ចឹងប្រសិនបើផ្លែមានសុខភាពមិនល្អដូចជាពណ៌ត្នោតក្រមៅជំនួសឲ្យពណ៌បៃតងខ្ចីឬផ្លែដែលបំផ្លាញដោយសត្វល្អិតនិងជំងឺត្រូវបេះជំរុះចេញនេះគឺបន្ទាប់ពីយើងតែងហើយ1សប្តាហ៍ក្រោយទៀតយើងសម្គាល់តាមដានទៀតបន្ទាប់ពី6សប្តាហ៍នៃការលូតលាស់របស់ផ្លែទុរេនត្រូវត្រួតពិនិត្យតាមដានជារៀងរាល់សប្តាហ៍រហូតដល់សប្តាហ៍ទី10គឺគិតចាប់ពីពេលចេញពន្លកក្តឹបរបស់វាមកជាទូទៅការជំរុះផ្លែទុរេនគួរធ្វើពី4ទៅ5ដង4ទៅ5សប្តាហ៍មានន័យថាយើងសប្តាហ៍ទី5ទី6គឺយើងចាប់ផ្ដើមតែងក្តឹបហើយក្រោយពីពន្លកក្តឹបមកការកាត់ផ្លែនេះគេធ្វើលើកទី2បន្ទាប់ពីលើកទី1នៅពេលផ្កាទុរេនរីកបាន30ទៅ35ថ្ងៃនិងលើកទី2នៅពេលតាក់តែងលើកទី1បាន20ទៅ25ថ្ងៃសម្រាប់ផ្លែទុរេនដែលត្រូវកាត់ចេញនោះគឺផ្លែដែលលូតលាស់និងរូបរាងមិនល្អមានជំងឺនិងសត្វល្អិតបំផ្លាញបាទនេះគឺជាព័ត៌មានខ្លះៗដែលពុកម៉ែបងប្អូនត្រូវតែស្វែងយល់ដើម្បីថែទាំដើមទុរេនឲ្យរដូវក្រោយបានផលច្រើនទៀតនិងសុខភាពល្អបាទអញ្ចឹងគណៈពេលនេះអរគុណច្រើនចំពោះពុកម៉ែបងប្អូនដែលតាមដាននិងទស្សនាចាប់អារម្មណ៍ប្រើប្រាស់ជីថ្នាំកសិកម្មពីសញ្ញាស្ដេចឥន្ទ្រីគឺអាចតាក់ទងតាមរយៈលេខទូរស័ព្ទនិង Telegram ដែលមាននៅក្នុងវីដេអូនេះដើម្បីប្រឹក្សាក្នុងការប្រើប្រាស់ឲ្យចំគោលដៅនិងថែទាំឲ្យបាននៅទិន្នផលខ្ពស់អញ្ចឹងជូនពរពុកម៉ែបងប្អូនដែលដាំដុះឲ្យមានសុខភាពល្អគ្រប់ក្រុមគ្រួសារអរគុណច្រើនជម្រាបលា